Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី6នេះគឺចាប់ផ្ដើមឡើងនៅពេលដែលគេបង្ហាញឲ្យឃើញពីសុនជេហើយក៏មានការគិតរបស់យុនវូដែរថាគាត់គិតថាមិនយូរប៉ុន្មានទៀតគឺបុណ្យសាលានឹងមកដល់ហើយផាកសុនជេអ្នកទាញខ្ញុំដើម្បីឲ្យមករៀបចំនៅថ្ងៃបុណ្យសាលានឹងសុនជេពេលនោះក៏និយាយថាកុំបារម្ភពីខ្ញុំអីអ្វីដែលបងទៅធ្វើគឺរត់ຕົកប៉ុណ្ណោះមិនអីទេហើយយុនវូក៏បានគិតទៅថារឿងដែលភ្ញាក់ផ្អើលត្រូវបានបញ្ឈប់បន្ទាប់ពីឮថាត្រូវបានអនុញ្ញាតឲ្យជួយក្នុងកម្មវិធីបុណ្យនឹងហើយនៅថ្ងៃបើកបារគេក៏បានផ្ញើសារមករំលឹកខ្ញុំឲ្យបង្ហាញខ្លួននៅម៉ោង5ព្រឹកគេក៏ក្រោកលឿនដូចគ្នាឬក៏គេមិនបានគេងពេញមួយយប់ផងមិនដឹងការចង់ដឹងចង់ឃើញរបស់ខ្ញុំកាន់តែខ្លាំងពីរឿងនេះក៏ធ្វើឲ្យខ្ញុំសម្រាប់ពេលមកដល់សាលាភ្លាមហើយរូបភាពក៏បានកាត់នៅឃើញដែលពួកគេមកដល់កន្លែងបុណ្យសាលានឹងហើយពេលនោះក៏មានអ្នកសាយថាថែមតុកទៀតមកតើខ្ញុំគួរទៅដាក់ប័ណ្ណចម្រៀងបែបណាទៅអ្នកណាទិញស្រាសូជូផ្លែឈើច្រើនម្លេះភ្លាមនោះក៏បានឃើញយុនវូដើរមកពេលនោះសុនជេក៏បានឆ្លើយថាបងមកលឿនណាស់យុនវូក៏ដូចជាភ្ញាក់ផ្អើលសួរទៅកាន់សុនជេថាតើមួកនឹងអីគេក៏បាននិយាយថានេះជាផ្នែកមួយនៃឯកសណ្ឋានរបស់ពួកយើងបងនិងសិស្សច្បងថេយំគឺមានម្នាក់មួយដែរយុនវូក៏និយាយថាខ្ញុំចូលចិត្តកម្រិតនេះណាប៉ុន្តែឆយថេយំអញនឹងមិនចូលចិត្តវាទេចំណែកសុនជេអត់ខ្វល់ទេក៏លើកមុខមកប្រាប់ថានេះជារបស់បងយុនវូពេលនោះក៏សួរថាហើយឯងដាក់ផ្លាកសញ្ញាធម្មតាមិនបានទេអីនៅលើមុខនឹងគេដាក់ថាបរិសង្ហាសុនជេពេលនោះក៏ថាម៉េចខ្ញុំគិតថាវាមិនអីទេយុនវូក៏បាននិយាយថាស្អីគេហ្នឹងវាថាចម្លែកមួយឈ្មោះមួកហ្នឹងពេលនោះមានជុងក៏បានដើរមកប្រាប់និយាយថាបងមកហើយយុនវូក៏បានសួរទៅកាន់មានជុងថាហេតុអីមួករបស់ឯងអត់មានស្លាកនាងនិយាយទាំងយកដៃទៅទាញមួកថាអូរបស់ខ្ញុំកំងយកបែបនេះយ៉ាងណាខ្ញុំមិនមែនជាអ្នករត់តុកផងដូច្នោះវាមិនអីទេយុនវូក៏និយាយទៅវិញថាអូកំណត់ឆ្លាតមែនហើយវាតែខ្លួនឯងអត់ដាក់ផ្លែឲ្យគេដាក់អញ្ចឹងណាពេលនោះក៏ឃើញដូយុនដើរមកព្រមទាំងនិយាយថាបងស្រីខ្ញុំកំពុងដើររកអាវយឺតហើយទាំងមុខរបស់គេឡើងសង្ហាគេព្រមទាំងសួរទៅកាន់អ្នកទាំងអស់គ្នាថាអូអ្នកទាំងអស់គ្នាមកជុំគ្នាហើយណានៅលើមុខរបស់ដូយុនក៏ដាក់ថាក្មេងជាងគេយុនវូពេលនោះទាញមុខបិទមកព្រមទាំងសើចតិចពេលនោះដូយុនក៏សួរទៅកាន់យុនវូថាសិចបងកំពុងសើចខ្ញុំមែនយុនវូក៏បានឆ្លើយថាអត់ទេតែកំពុងសើចគេច្បាស់ណាស់សុនជេក៏បានមកអៀកក៏ដូយុនព្រមទាំងនិយាយថាសមាជិកក្មេងជាងគេមកហើយអ្នកណាធ្វើឲ្យសមាជិកក្មេងជាងគេបើកភ្នែកធំបែបនេះដូយុនក៏រៀនអៀនតិចព្រមទាំងនិយាយថាបងយ៉ាងម៉េចនឹងបងស្រីហើយវាថាគេពងអៀនហើយមកប្រាប់គេថែមកមានជុងក៏និយាយទៅកាន់យុនវូថាបងចាត់ការអីវ៉ាន់របស់សិស្សបងថេយំសិនទៅចំណែកដូយុនក៏លើកអាវនោះមកឲ្យព្រមទាំងនិយាយថានេះបងយកទៅយុនវូក៏ទទួលយកព្រមទាំងញញឹមសើចថាអរគុណណាស់សមាជិកក្មេងជាងគេឬគេរហូតមកយុនវូចំណែកដូយុនក៏បន្តបង្អាប់យុនវូវិញថាបន្តធ្វើការងារល្អណាស់ច្បងសង្ហាពេលនោះថេយំក៏បានមកដល់ព្រមទាំងសួរថាមួកស្អីហ្នឹងយុនវូក៏បានលើកមួកឡើងព្រមទាំងនិយាយថានេះរបស់ខ្ញុំហើយនៅត្រង់នេះជារបស់ឯងសុនជេក៏បាននិយាយថាបងអាចយកឈ្មោះអ្នកគ្រប់គ្រងនេះទៅបានថេយំពេលនោះក៏សួរថាអញ្ចឹងដូចខ្ញុំជាអ្នកគ្រប់គ្រងហើយអញ្ចឹងថេយំទទួលយកមួកបណ្ដាក៏និយាយបានថាលីយុនវូជាបរិសង្ហាហើយឯងជាអ្នកមើលការខុសត្រូវចំណែកសុនជេក៏សប្បាយរីករាយព្រមទាំងនិយាយថាបាទល្អណាស់មែនទេថេយំពេលនោះហៅឈ្មោះសុនជេបណ្ដាព្រមទាំងលូកដៃទៅដោះមួកសុនជេមកវិញបណ្ដាយកមួកនោះមកពាក់បណ្ដាព្រមទាំងនិយាយបណ្ដាថាខ្ញុំពាក់មួកនេះវិញរួចក៏ទៅអង្អែលក្បាលរបស់សុនជេព្រមសួរថាល្អទេបើសុនជេវិញឡើងចេញកូនឆ្កែមកហើយព្រមទាំងនិយាយថាបាទឥឡូវបងប្រុសជាអ្នកមើលការខុសត្រូវវិញហើយពេលនោះក៏មានអ្នកហៅសុនជេទៅព្រមទាំងសួរថាបងនៅត្រង់នេះតើពួកយើងត្រូវធ្វើយ៉ាងម៉េចសុនជេគ្រាន់តែនេះរត់ទៅផ្លែតែម្ដងយុនវូក៏មកឈរចិត្តថេយំព្រមទាំងនិយាយថារលូនល្អណាស់តែថេយំក៏និយាយថាវាគ្រាន់តែជាការស្នើសុំគួរសមប៉ុណ្ណោះយុនវូហៅឈ្មោះថេយំបណ្ដាក៏យកដៃទៅដោះមួករបស់ថេយំបណ្ដារួចក៏បដូរមួកគ្នាចំណែកថេយំបានត្រឹមតែឆ្ងល់ទេយុនវូក៏បាននិយាយថាខ្ញុំប្រើមួយនេះវិញល្អជាងតែមានភ្លេចប្រាប់ថាឈ្មោះរបស់មួកនៅលើក្បាលរបស់យុនវូពាក់ពេលហ្នឹងគឺឈ្មោះថា supervisor ជាអ្នកគ្រប់គ្រងអញ្ចឹងហើយឲ្យទៅថេយំគឺ handsome guy វិញគឺមានន័យថាបរិសសង្ហាថេយំពេលនោះឡើងភ្ញាក់ឡើងថាចេះឯងឆ្លាតខ្លាំងណាស់យុនវូក៏និយាយទៅវិញថាមុននឹងឯងនិយាយថាឯងធ្វើវាព្រោះការគួរសមអញ្ចឹងខ្ញុំក៏ធ្វើដែរទៅចំណែកថេយំមិនគិតថាខ្ញុំមិនរំពឹងថាខ្ញុំបានទទួលពាក្យនេះពីឯងទេរួចពួកគេក៏សើចជាមួយគ្នាពេលនោះក៏មានអ្នកមកកាត់សង្វាក់ថាសើចច្បងទៅបដូរកៅអៅហើយមកទីនេះមករួចឃើញថាកន្លែងតង់អាហារពេលនោះក៏មានអ្នកនិយាយថាឯងចង់ឲ្យពួកយើងដើរមើលម្ដុំនេះមែនទេពេលនោះក៏មានអ្នកនិយាយថាតាមពិតទៅខ្ញុំចង់ឲ្យបងដើរចែកกระดาษទេប៉ុន្តែវាមានអារម្មណ៍ថាចម្លែកដែលឲ្យបងថេយំទៅប្រឈមមុខនឹងពួកគេហើយមើលកន្លែងនេះគេដូរកៅអៅឲ្យឡើងខ្ជូតអត់មាននិយាយតាមត្រង់ពេលដែលពួកគេដូរសម្លៀកបំពាក់ចឹងទៅអត់មានវែងទៅអត់ដឹងថាមួយណាទៅមួយណាប៉ុន្តែភ្លេចចំណាំឈ្មោះលើមួកមានជុងក៏បាននិយាយថាបើយើងចែកកដាស់វានឹងធ្លាក់លើអត់ហើយមនុស្សនឹងដើរជន់វាពីលើអស់ហើយយុនវូក៏និយាយថាត្រូវហើយពេលនោះនាងក៏បានហុចផ្លាកទៅឲ្យពួកគេព្រមទាំងនិយាយថាដូច្នោះកាន់ផ្លាក promotion វិញល្អជាងខ្ញុំចង់ឲ្យបងទាំងពីរដើរនៅម្ដុំនេះពាក់ឯកសណ្ឋានបាកាន់ហើយកាន់ផ្លាកនេះទៅវាគ្រាន់បើបន្តិចហើយបងគួរតែនាំភ្ញៀវមកយ៉ាងតិចឲ្យបាន5នាក់ផងពេលនោះថេយំក៏បាននិយាយថាឯងមិនអាចដក
ពាក្យកន្លែងរ៉ូមែនទិកចេញបានទេពេលនោះមិនជួងក៏បាននិយាយថាឲ្យខ្ញុំនិយាយយ៉ាងម៉េចទៅបើពួកបងសិតតែសង្ហាមែនហ្នឹងរួចក៏រុញពួកគេទាំងពីរទៅរួចតែនិយាយថាចាត់ទុកថាវាជាការណាត់ជួបទៅចោះយល់ដែរទេពេលនោះយុនវូក៏បាននិយាយទៅកាន់ថៃយំថាឲ្យខ្ញុំកាន់វិញហីថៃយំក៏បានថាអត់ទេមិនអីទេយុនវូក៏បាននិយាយថាខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឯងត្រូវមកដើរធ្វើរឿងទាំងអស់នេះដែរថៃយំក៏បាននិយាយថាពួកគេជាមិត្តភក្តិរបស់ឯងរបៀបថាធ្វើគ្រប់យ៉ាងដើម្បីអូនរួចក៏និយាយទាំងសើចមកថាហើយវាក៏ល្អដែលមានឯងនៅទីនេះដែរហើយមានជុងក៏និយាយត្រូវដែររួចពួកគេក៏បានកាន់ដៃគ្នាថៃយំក៏ចាប់ដៃយុនវូលើកឡើងមកព្រមទាំងនិយាយថានេះជាឱកាសសម្រាប់ពួកយើងណាត់ជួបគ្នាហើយពេលនោះថៃយំក៏ប្រាប់យុនវូថាឯងអៀនហើយយុនវូក៏បាននិយាយថាមិនពិតទេប៉ុន្តែមុខឡើងក្រហមហ្នឹងពេលនោះក៏មាននិយាយថាអត់ទោសព្រមទាំងមានក្លិនផេរ៉ូម៉ូនមកពីខាងក្រោយខ្នងរបស់ពួកគេផងដែរក៏បានបង្ហាញឃើញមនុស្សស្រី3នាក់មកនិយាយជាមួយនឹងយុនវូបែបមុខអៀនព្រមទាំងសួរថាបាររបស់លោកខ្ញុំអាចទៅតាមផ្លូវណាដែរយុនវូក៏បានឆ្លើយថាអ្នកទាំងអស់គ្នាអាចទៅតាមជាន់ច្រកចំណតឡានទៅត្រង់បានប៉ុន្តែឥឡូវមិនទាន់បើកទេនៅម៉ោង6ទើបបើកឃើញថាដៃពួកគេក៏នៅតែកាន់ដៃគ្នាឡើយទេសិស្សសាលាទាំងនោះក៏បានសួរទៅកាន់ពួកគេថាអ្នកទាំងពីរចាប់ផ្ដើមធ្វើការម៉ោងប៉ុន្មានយុនវូក៏បានឆ្លើយថាពួកយើងចាប់ផ្ដើមធ្វើការនៅម៉ោង6ហើយក៏បង្ហាញឃើញទឹកមុខថៃយំដូចជាមិនសូវសប្បាយចិត្តណាយុនវូក៏បាននិយាយទៅកាន់ពួកគេថាចាំជួបគ្នានៅបានណាហើយក៏ឃើញថៃយំក៏យកដៃមកខ្ទប់ច្រមុះអ្នកទាំងអស់គ្នាដឹងហើយថាថៃយំគាត់ស្អប់ក្លិនអូមេហ្គាខ្លាំងវាថាគាត់អត់ចូលចិត្តគាត់ចូលចិត្តក្លិនរបស់យុនវូមួយទេអញ្ចឹងសាច់រឿងនៅភាគទី36របស់យើងក៏បានបញ្ចប់បើសិនជាមានផងខុសឆ្គងសូមchia sẻមានផងបាយសាច់រឿងនៅភាគទី37នេះគឺចាប់ផ្ដើមឡើងនៅពេលដែលឃើញថាយុនវូនិងថៃយំក៏បានមកអង្គុយកន្លែងសួនមួយកន្លែងពេលនោះយុនវូក៏បានសួរទៅកាន់ថៃយំថាឯងមិនអីទេមែនទេថៃយំក៏បានឆ្លើយថាខ្ញុំគ្រាន់បើបន្តិចហើយរួចក៏ទាញដៃយុនវូមកជិតខ្លួនរួចក៏និយាយថាអបខ្ញុំបន្តិចមកយុនវូក៏បានអបថៃយំបណ្ដាក៏និយាយបណ្ដាថាបើឯងហត់ហើយពួកយើងគួរតែទៅវិញទៅថៃយំក៏បាននិយាយថាមិនអីទេខ្ញុំនៅបែបនេះមួយផ្លែតទៅគឺលែងអីហើយយុនវូក៏បានគិតថាធ្វើ promotion បែបនេះនៅទីសាធារណៈគឺមានន័យថានឹងបានជួបអូមេហ្គាកាន់តែច្រើនហើយខ្ញុំមិនបានគិតពីវាទាល់តែសោះដោយ3អ្នកដែលពួកយើងបានជួបមុននេះអញ្ចឹងពេលនោះយុនវូក៏បានសួរទៅកាន់ថៃយំថាបើឯងបដូរចិត្តចាំប្រាប់ខ្ញុំមកថៃយំក៏បានថាអញ្ចឹងកាន់ដៃខ្ញុំទៅយុនវូក៏បានសួរថាដៃឯងថៃយំក៏បានងើយទៅនិយាយជាមួយយុនវូថាមែនហើយខ្ញុំគិតថាបែបនោះនឹងល្អសម្រាប់ខ្ញុំជាងយុនវូក៏ញញឹមរួចក៏ថាតោះពួកយើងទៅសាច់រឿងក៏បានកាត់មកស្តង់អាហាររបស់ពួកគេក៏មានឮសំឡេងអ្នកថាសូមស្វាគមន៍អញ្ជើញចូលពិសាអាហារឆ្ងាញ់ថ្ងៃនេះពួកយើងមាននិស្សិតផ្នែកអក្សរសាស្ត្រអង់គ្លេសមកជួយពួកយើងដែរណាហើយមានតុកទំនេរច្រើនណាស់នៅខាងក្នុងរួចគេក៏បានកាត់បង្ហាញឃើញពីឆយថៃយំកំពុងតែដើរចាំកត់ពេលភ្ញៀវគេកំងអាហារហើយគេក៏វិពណ៌នាពីឆយថៃយំថាឆយថៃយំជាបរិមម្នាក់ដែលមានសភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចណាមួយហើយផ្ដល់សេវាកម្មដល់អតិថិជនបានយ៉ាងល្អហើយក៏ឃើញថៃយំសួរទៅកាន់គេថាអូយកប្រមាណ2ស្រាសូជូ2ដបនិងស្រាបៀ1ត្រូវទេហើយឃើញភ្ញៀវគេកំងជាហូរហែអញ្ចឹងទៅតែគេក៏វិពណ៌នាទៀតថាគុណវិបត្តិតែមួយគត់គឺត្រូវចំណាយពេលនិយាយ2ដងទម្រាំតែភ្ញៀវដាច់ចិត្តកំងអាហារហើយមើលមុខអ្នកទៅកំងអាហារឲ្យភ្ញៀវមុខរបៀបធុញភ្ញៀវហើយភ្ញៀវក៏និយាយថាលោកថារសជាតិអីគេមិញនេះអានេះលក្ខណៈភ្ញៀវសួរវិញរបៀបភ្ញៀវសួរទៅប៉ែពេលឡើងថេយំលេងចង់ឆ្លើយចំណែកយុនវូក៏បានងាកមកមើលឆយថេយំផងដែរហើយក៏ឃើញថាថេយំក៏នៅតែកំងអញ្ចឹងគឺសួរគេថាអញ្ចឹងលោកចង់កំងសូជូទំពាំងបាយជូរត្រូវទេចំណែកភ្ញៀវក៏ថាអូខ្ញុំសុំគិតមើលសិនចំណែកថេយំក៏ទៅលឺភ្ញៀវសុំគិតមើលសិនហើយក៏និយាយថាអូអញ្ចឹងពេលលោកសម្រេចចិត្តហើយចាំហៅខ្ញុំម្ដងទៀតណាហើយគឺអត់ខ្វល់ពីភ្ញៀវទេហើយដើរចេញពីតុកនឹងហ្មងពេលនោះក៏លឺសំឡេងភ្ញៀវថាអត់តពួកយើងចង់កំងយុនវូគ្រាន់តែលឺអញ្ចឹងហើយក៏ថាអូបានតែចំណែកតុកនឹងគឺសុទ្ធតែមនុស្សស្រីហ្មងយុនវូទៅដល់ក៏ថាអូអ្នកនាងចង់កំងអីដែរអូពួកយើងត្រូវការកំងស្រាសូជូទំពាំងបាយជូរម្ដងពេលនោះយុនវូកំពុងតែទាញបិចរកកត់ក៏មានសំឡេងហាន់ថាលីយុនវូព្រមទាំងកាន់ស្មារបស់យុនវូផងដែរហើយម្នាក់នោះគឺជាថេយំក៏បាននិយាយថាចាំខ្ញុំបម្រើតុកនេះវិញទៅសម្អាតតុកនៅខាងក្រោយខ្ញុំទៅចំណែកយុនវូរៀងភ្ញាក់ផ្អើលដែរប៉ុន្តែក៏ឆ្លើយអូខេព្រោះឃើញថាយុនវូក៏បានទៅសម្អាតតុកដែលនៅខាងក្រោយខ្នងថៃយំចំណែកថៃយំក៏សួរភ្ញៀវកំងអីចឹងទៅចំណែកយុនវូក៏ញញឹមបែបថាពេលខ្លះគាត់ដូចជាមិនអាចកែទម្លាប់សោះអាទម្លាប់និយាយមួយភ្ញៀវ2ដងអីអត់និយាយម្ដងឲ្យដាច់ស្រេចទេព្រោះឃើញយុនវូប្រមូលសុកក៏លឺសំឡេងអ្នកនិយាយពីខាងក្រោយខ្នងថានិយាយអញ្ចឹងតើលោកអាចដោះមួកចេញមួយផ្លែតបានទេឡើងធ្វើឲ្យយុនវូគាំងហ្មងតែប៉ិតសំឡេងហ្នឹងគឺខាងស្រីហ្នឹងគឺនិយាយជាមួយនឹងថៃយំឲ្យថៃយំដោះមួកចេញពេលនោះយុនវូក៏ខំប្រឹងងាកទៅនិយាយថាអេជប់សិនប៉ុន្តែអត់តាន់ទេគឺឃើញថាថៃយំកំពុងតែចាប់ទាញហើយថៃយំគឺបានដោះមួកនឹងចេញពិតមែនណាឡើងសង្ហាជះរៀងហ្មងណាឬក៏សួរទៅកាន់ភ្ញៀវថាអញ្ចឹងអ្នកនាងកំងអស់ហើយត្រូវទេ
ទាំងយកដៃទៅជ្រងសក់បញ្ចេញរាងសង្ហាហ្មងណាចំណែកយុនវូងាកទៅឃើញអញ្ចឹងហើយក៏អោនមុខចុះវិញតែម្ដងអត់ដឹងថាពេលហ្នឹងយុនវូគាត់មានអារម្មណ៍បែបណាប្រច័ណ្ឌឬក៏មិនឬក៏ឃើញថាថេយយំក៏ងាកមកវិញទាំងលើកមុខមកពាក់វិញហើយក៏ឃើញថាយុនវូក៏បានដើរចេញពីនឹងដែររួចក៏យកអាចារ្យដែលខ្លួនឯងប្រមូលពីតុមិញយកទៅគប់ចោលក្នុងធុងសម្រាមឡើងរបៀបទម្លាក់ខ្លាំងទាំងឈរជ្រែងចកេះនៅឡើងថងសម្រាមហ្នឹងចំណែកមានចុងក៏សួរថាបងយុនវូហេតុអីបងសម្អាតតុប្រញាប់ប្រញាប់បែបហ្នឹងចំណែកយុនវូពេលនេះមុខឡើងសពូនព្រមទាំងរបៀបទាំងខឹងផងណាតែនិយាយថាគឺព្រោះតែរួចក៏គិតថាវាមិនមែនជារឿងធំដុំអីទេគ្រាន់តែឃើញថេយំដោះមុខចេញនឹងហើយបង្ហាញមុខសង្ហារបស់គាត់តែអញ្ចឹងហេតុអីក៏វាមានផលអវិជ្ជមានមកលើខ្លួនឯងខ្លាំងម៉េះពេលនោះដូយុនក៏ដើរមកសួរព្រមទាំងនិយាយថាសិស្សបងកាត់អីមែនទេយុនវូក៏និយាយថាអត់ទេគ្មានអីទេប៉ុន្តែមុខនេះកំពុងតែខឹងរួចក៏ទាញមួកក្របមុខព្រមទាំងនិយាយថាខ្ញុំទៅសម្អាតតុម្ដងទៀតសិនពេលនោះក៏ឃើញថាថេយំក៏បានដើរមកព្រមទាំងហៅថាលីយុនវូរួចក៏មកឈរកពតដៃព្រមទាំងនិយាយថាខ្ញុំត្រូវការនិយាយជាមួយឯងចំណែកយុនវូក៏បានឆ្លើយថាពួកយើងចាំនិយាយគ្នាពេលក្រោយទៅខ្ញុំរវល់ផ្លែតហើយឯងគួរតែទៅធ្វើការដែរទៅហើយក៏ឃើញថាយុនវូក៏ព្យាយាមដើរកិច្ចថេយំណាព្រមទាំងនិយាយថាតោះត្រឡប់ចូលក្នុងវិញទៅចំណែកថេយំក៏ចាប់ដៃយុនវូជាប់ព្រមទាំងនិយាយថាខ្ញុំមិនអោយឯងចូលក្នុងវិញទាំងបែបនេះទេរួចក៏ប្រសើកម្រាមដៃរបស់គេកាន់ជាមួយម្រាមដៃរបស់យុនវូរួចក៏ងាកទៅនិយាយជាមួយអ្នកនៅក្នុងតង់ថាពួកយើងសុំសម្រាប់10នាទីណាចំណែកអ្នកនៅក្នុងតង់ក៏បាននិយាយថាអូគ្មានបញ្ហាទេពេលចាត់ការរួចចាំត្រឡប់មកវិញមកសាច់រឿងក៏បានកាត់មកដល់កន្លែងសួនមួយកន្លែងក៏ឃើញថាថេយំហើយនិងយុនវូក៏បាននៅឈរទីនោះផងដែរពេលនោះថេយំក៏បាននិយាយទៅកាន់យុនវូថាលីយុនវូរួចក៏យកដៃទៅចាប់ថ្ពាល់របស់យុនវូព្រមទាំងទាញមុខចេញរួចក៏និយាយថាមើលមកខ្ញុំមកព្រមទាំងសួរថាតើខ្ញុំធ្វើអីខុសមែនទេយុនវូក៏បាននិយាយថាឯងមិនបានធ្វើអីខុសទេយុនវូរៀងស្ងាត់បន្តិចរួចក៏និយាយថាហេតុអីឯងខំប្រឹងធ្វើការខ្លាំងម្ល៉េះថេយំក៏បានឆ្លើយថាខ្ញុំធ្វើការខ្លាំងពេកមែនទេយុនវូក៏ប្រកែកថាមិនមែនអញ្ចឹងទេយុនវូក៏បាននិយាយថាគ្រាន់តែធ្វើជាឯងដូចរាល់ដងធ្វើតាមចរិតរបស់ឯងទៅពេលនោះថេយំក៏សួរទៅវិញថាចរិតរបស់ខ្ញុំបើខ្ញុំធ្វើអញ្ចឹងពួកយើងមិនអាចបើកបាដោយរលូនបានទេសមាជិកនៅក្នុងជំរំផ្សេងទៀតក៏ធ្វើដូចគ្នាដូច្នោះវាក៏អាចនឹងធ្វើឲ្យគម្រោងមិនរលូនដែរដូចថាពេលហ្នឹងយុនវូគាត់ចង់ឲ្យថៃយងធ្វើចរិតដដែលដូចអាចរិតគាត់អត់ដងហើយមិនខ្វល់ពីអ្នកណាតែគួរតែយល់ផងកូនព្រោះយើងកំពុងតែធ្វើការរួមជាក្រុមបើសិនជាថៃយងធ្វើអញ្ចឹងក្រុមនឹងវាអត់រលូនទៅមុខទេអ្នកដែលគួរអាណិតជាងគេគឺមានជុងហើយនឹងយុនជេព្រោះឲ្យពួកគេទាំងពីរអ្នកនឹងគឺខំប្រឹងខ្លាំងយុនវូក៏និយាយទៀតថាអញ្ចឹងដូច្នោះឯងឲ្យស្រីទាំងនោះញ៉ាយឯងព្រោះតែអញ្ចឹងមែនទេថេយំគ្រាន់តែលឺហើយបើកភ្នែកធំយកមកចំណែកយុនវូក៏នៅនិយាយបន្តទៀតថាខ្ញុំដឹងថាសំណួរខ្លះវាពិបាកនឹងកិច្ចដូចជានៅពេលដែលពួកគេសួរឯងថាតើម្ហូបមួយណាដែលឯងគិតថាឆ្ងាញ់ឬក៏ភេសជ្ជៈអ្វីដែលឯងចូលចិត្តខ្ញុំដឹងថាសំណួរទាំងនេះមិនអាចកិច្ចបានទេប៉ុន្តែវាច្បាស់ណាស់ថាពួកគេចាប់អារម្មណ៍លើឯងមុខសញ្ញាប្រច័ណ្ឌហើយកូនចំណែកមើលទឹកមុខថេយំគឺគាត់កៀងខ្លាំងយុនវូក៏នៅតែបន្តនិយាយទៀតថាហើយថែមទាំងមានអារម្មណ៍ទៀតថាវាជារឿងត្រឹមត្រូវដែលដោះមួកឲ្យពួកគេមើលដែរមែនទេថេយំពេលណាគាត់ក៏សួរមកទាំងរៀងភាំងឡើងរបៀបថាអារម្មណ៍ភ្ញាក់ផ្អើលឬក៏សួរថាឯងប្រច័ណ្ឌមែនទេយុនវូពេលហ្នឹងងើបមុខឡើងព្រមទាំងរបៀបឆ្លើយកៀងថាគឺឲ្យមុខឡើងក្រហមភាកខ្លួនណាទើបដឹងថាខ្លួនឯងនិយាយទាំងអស់ហ្នឹងមកគឺដោយសារតែខ្លួនឯងប្រច័ណ្ឌហើយក៏គិតថាខ្ញុំមិនច្បាស់ទេថាវាជាអ្វីប៉ុន្តែវាជាការពិតដែលអារម្មណ៍នេះកើតឡើងចេញពីការប្រច័ណ្ឌពេលនោះថេយំក៏ចាប់ដៃយុនវូឡើងជាប់រួចក៏អោនទៅថោបយុនវូតែម្ដងមើលរូបភាពអេដមីនអត់និយាយអីទាំងអស់បន្ទាប់ពីថើបគ្នារួចថេយំក៏បាននិយាយទៅកាន់យុនវូថាខ្ញុំស្រឡាញ់ឯងយុនវូក៏បានឆ្លើយថាខ្ញុំដឹងថេយំក៏បានសួរថាអារម្មណ៍គ្រាន់បើវិញហើយនៅយុនវូក៏បានឆ្លើយថាឯងថើបខ្ញុំដើម្បីឲ្យខ្ញុំមានអារម្មណ៍ល្អវិញមែនទេថេយំក៏បានឆ្លើយថាអត់ទេខ្ញុំគ្រាន់តែសប្បាយចិត្តថេយំក៏និយាយទៀតថាខ្ញុំគិតថាខ្ញុំយល់ច្រឡំស្មានថាឯងមិនចេះប្រច័ណ្ឌហើយតើខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំណែកយុនវូរៀងកៀងព្រមទាំងនិយាយថាឯងគ្រាន់តែឲ្យមើលរូបលេងឡើងខ្ជូតយុនវូក៏និយាយទៀតថាមានប្រជាប្រិយភាពពេកចំណែកថេយំអោបយុនវូបណ្ដាក៏ថើបបណ្ដាព្រមទាំងនិយាយថានោះក៏ជាអ្វីដែលខ្ញុំចង់និយាយដល់ឯងដែររួចក៏អោនទឹកសឹបដាក់ទៅជាយុនវូព្រមទាំងនិយាយថាឯងដឹងថាពួកគេនិយាយថាមិនពីឯងទេពេលឯងទៅតុកអាហារដើម្បីទទួលការកំងនោះពួកគេនិយាយថាតើម្នាក់ជាអ្នកមើលការខុសត្រូវនោះមានសង្សារហើយឬនៅហើយវាថាលក្ខណៈប្រច័ណ្ឌរៀងខ្លួនណាអត់មាត់ថេយំក៏សួរទៀតថាតើឯងចង់ដឹងទេថាខ្ញុំបានឮសំណួរទាំងអស់នោះប៉ុន្មានដងក្នុងមួយថ្ងៃនេះរួចក៏អោនទៅខំតិចយុនវូថ្នមប្រងតែនិយាយថាខ្ញុំឈួតជាងឯងទៅទៀតលីយុនវូចំណែកយុនវូក៏សួរទៅវិញថាអញ្ចឹងឯងឆ្លើយជាមួយពួកគេវិញយ៉ាងម៉េចយុនវូក៏បានសម្លឹងទៅកាន់មុខថេយំរួចក៏និយាយទៀតថានៅពេលពួកគេសួរឯងថាខ្ញុំមានសង្សារឬនៅឯងឆ្លើយថាម៉េចថេយំក៏សើចមកឡើងស្រស់ព្រមទាំងនិយាយថាខ្ញុំនិយាយថាបានខ្ញុំជាសង្សារគាត់អួយអៀនណាអេដមីនអ្នកសម្រាប់ឡើងចង់ប្រកាច់
មានអារម្មណ៍ថារំភើបជំនួសគ្រាន់តែនិយាយរួចពួកគេក៏សើចជាមួយគ្នាវាទៅសើចជាអារម្មណ៍មួយដែលសប្បាយរីករាយហើយសាច់រឿងនៅភាគទី37របស់យើងក៏បញ្ចប់មកត្រឹមនេះបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានadminផងពី admin បាយបាយ